ជម្រាបសួរគ្នាយើងថ្ងៃនេះ admin នឹងនាំយកនូវសាច់រឿងថ្មីមួយដែលមានចំណងជើងតែហៃម៉ាមកធ្វើការសម្រាយចែកជូនអ្នកទាំងអស់គ្នាទស្សនាមុននឹងឈានដល់ការសម្រាយក៏សូមពឹងចិត្តអ្នកទាំងអស់គ្នាជួយចុច like និង subscribe ឲ្យ admin ម្នាក់មួយផងយ៉ាជួយឲ្យម្នាក់មួយទៅហ្នឹងហើយបើរួចរាល់ហើយតោះសូមទៅស្ដាប់ការសម្រាយជាមួយនឹង admin ទាំងអស់គ្នាសាច់រឿងក៏បានបង្ហាញយើងឃើញពីការកកើតទៅរូបម្នាក់ដែលមានពន្លឺចេញពីខ្លួននៅទីក្រុង Ginking ប្រទេសចិននេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលបានបង្ហាញថាមនុស្សចាប់កំណើតមានសមត្ថភាពចម្លែកបន្ទាប់ពីពេលនោះមកមនុស្សដែលមានសមត្ថភាពពិសេសទាំងអស់នោះក៏កើតឡើងកាន់តែច្រើនសមត្ថភាពទាំងនេះត្រូវបានគេហៅថា GERG នៅក្នុងសាច់រឿងមួយនេះពេលវេលាកន្លងផុតទៅពិភពលោកបានក្លាយទៅជាសង្គមដែលពោរពេញទៅដោយអ្នកប្រើប្រាស់វេទមន្តឬក៏ថាមពលពិសេសប្រហែលជា 80% នៃប្រជាជនទាំងមូលមាន GERG យ៉ាងហោចណាស់ក៏មួយផងដែរក្រោយមកទៀតដោយសារតែមាន GERG មួយនេះមនុស្សមួយចំនួនគឺបានប្រកបមុខរបរថ្មីដោយបានធ្វើជាវរៈបរោះក្នុងការជួយសង្គ្រោះទៅកាន់ពិភពលោកដោយ hero ទាំងអស់នោះគឺជាមនុស្សដែលមានអាជ្ញាប័ណ្ណពីរដ្ឋគឺទទួលស្គាល់ពីរដ្ឋាភិបាលយកតែម្ដងហើយពួកគេក៏អាចប្រើនៅ GERG របស់ខ្លួនដើម្បីបម្រើសង្គមតាមច្បាប់ផងដែរស្របពេលដែលមាន hero ស្របតាមអាជ្ញាប័ណ្ណរបស់រដ្ឋគឺមាន hero មួយប្រភេទទៀតដែលមិនមានអាជ្ញាប័ណ្ណនោះទេដោយពួកគេគឺមិនទទួលស្គាល់ពីរាជរដ្ឋាភិបាលឡើយពួកទាំងអស់នោះគឺត្រូវបានគេហៅថា Vigilante គឺជា hero ខុសច្បាប់នេះគឺជាខ្លឹមសារនៃសាច់រឿងរបស់យើងឥឡូវយើងចូលមកកាន់សាច់រឿងរបស់យើងវិញរឿងក៏បានបង្ហាញយើងឃើញពីបិសាចមួយដែលនៅក្នុងសាច់រឿងមួយនោះគេហៅពួកវាថា Villain កំពុងតែធ្វើការវាយប្រហារទៅកាន់ប្រជាជននៅក្នុងទីក្រុងវាចាប់លើកម៉ូតូស៊ីដូចជាស៊ីបាយអញ្ចឹងពិតជាសាហាវខុសខើខ្លាំងមែនតើដែលធ្វើឲ្យមនុស្សម្នាផ្សេងទៀតពួកគេក៏จะមានការផិតភ័យខ្លាំងយកទៅមែនតើហើយគណៈពេលជាមួយនឹងគ្នានោះយើងក៏ឃើញពីក្មេងប្រុសម្នាក់ដែលគាត់កំពុងតែមើលពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅចំពោះមុខរបស់គាត់ផងដែរបិសាចមួយនោះមិនទាន់បាននឹងធ្វើអ្វីច្រើនផងក៏មានបរិមម្នាក់ហក់មកពីណានោះទេនឹងបានដាក់ទៅកាន់បិសាចនោះតែមួយដៃតែប៉ុណ្ណោះធ្វើឲ្យវានឹងក៏បានដេកក្បាលមួយកន្លែងតែម្ដងប្រជាជនម្នាក់ៗគឺពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានឃើញពីវត្តមានរបស់បរិមម្នាក់នោះហើយយើងក៏បានដឹងថាបរិមម្នាក់នោះគឺគាត់គឺជាវរៈបរោះហើយអ្នកទាំងអស់គ្នាដោយឈ្មោះរបស់គាត់នោះគឺ Nice ដែលមនុស្សគ្រប់គ្នាហៅគាត់ថា Nice ជាពិសេសគាត់គឺជាវរៈបរោះចំណាត់ថ្នាក់លេខ1ថែមទៀតផងនៅក្នុងទីក្រុងមួយនេះចាប់អារម្មណ៍មកមើលក្មេងប្រុសម្នាក់នេះវិញនៅពេលដែលបានឃើញបែបនោះគាត់ក៏ពិតជាមានការភ្ញាក់ផ្អើលយល់តែមែនតែនហើយនឹងបានគិតនៅក្នុងចិត្តថាថ្ងៃណាមួយគឺគាត់នឹងធ្វើដូចជាវរៈបរោះរបស់គាត់ឬក៏និមិត្តរូបរបស់គាត់នោះអញ្ចឹងដែរហើយមានសម្រាប់ឈ្មោះរបស់គាត់តែម្ដងទៅដោយឈ្មោះរបស់គាត់នោះគឺកុយជីហៃម៉ាវ៉ារីហើយម៉ាក៏មិនសប្បាយចិត្តមិនទាន់បានប្រមាណផងក៏បានគិតថាគាត់នៅពេលនេះគឺមិនទាន់បានទៅធ្វើការរបស់គាត់នោះទេដោយគាត់គឺធ្វើការនៅក្នុងហាងមួយអ្នកទាំងអស់គ្នាអញ្ចឹងបានន័យថាគាត់គឺត្រូវយឺតម៉ោងទៀតហើយមិនចាំយូរនោះទេហៃម៉ាក៏បានរត់ទៅកន្លែងធ្វើការរបស់គាត់ភ្លាមដោយសារតែរត់មើលផ្លូវគាត់ក៏បានទៅបុកជាមួយនឹងបរិមម្នាក់ទៀតហើយអ្នកទាំងអស់គ្នាឃើញពួកគេចម្លែកកុំឆ្ងល់អីដោយសារតែនៅក្នុងទីក្រុងនេះវាគឺជារឿងធម្មតានោះទេដែលដូចអ៊ីមីនបានប្រាប់អ្នកទាំងអស់គ្នាកាលពីដើមសាច់រឿងអញ្ចឹងពលគឺមនុស្សនៅក្នុងពិភពលោកនេះទទួលបានធម៌ពលពិសេសដែលគេឲ្យឈ្មោះថា GERG ក្មេងប្រុសរបស់យើងនៅពេលដែលបានឃើញទៅកាន់បរិមទាំង3នោះហើយគាត់ក៏ពិតជាភ័យខ្លាំងយកតែមែនតែនហើយនឹងមិនដឹងធ្វើយ៉ាងម៉េចនោះទេហើយបរិមម្នាក់ដែលអាចមើលទៅជាក្មេងក្រមហ្នឹងក៏បាននិយាយឲ្យទៅកាន់តួឯកប្រុសរបស់យើងទៅជាហៃម៉ាធ្វើយ៉ាងណាសុំទោសគេមកសុំទោសគឺសុំទោសសំពះដល់បាតជើងតែម្ដងហៃម៉ារបស់យើងក៏មានតែចៅអីគាត់ក៏បានធ្វើតាមសម្ដីរបស់បរិមម្នាក់នោះទៅប៉ុន្តែបរិមម្នាក់នោះគឺគាត់មិនទាន់គ្រប់គ្រាន់នោះទេនឹងចង់ធ្វើការវាយប្រហារទៅកាន់តួឯកប្រុសរបស់យើងថែមទៀតប៉ុន្តែនៅពេលនោះហៃម៉ាក៏បានប្រើនៅ GERG របស់គាត់ដែលជាសមត្ថភាពនៅក្នុងការស្រាយពីកន្លែងមួយទៅកន្លែងមួយទៀតបានដែលធ្វើឲ្យគាត់ក៏អាចរត់ខ្លួនចេញពីបរិមម្នាក់នោះបានទៅហើយនេះឯងអ្នកទាំងអស់គ្នាគឺជា GERG ឬក៏ជាសមត្ថភាពរបស់តួឯកប្រុសរបស់យើងដែលជាហៃម៉ានេះឯងប៉ុន្តែគឺវាពិតជាយឺតខ្លាំងមែនតើសឹងតែយឺតជាងកង់ថែមទៀតនិយាយទៅតួឯកប្រុសរបស់យើងសមត្ថភាពការយកតែមែនតើហ្មងដោយធ្វើឲ្យមនុស្សម្នាមើលមកកាន់គាត់នឹងគឺបានសាយចំអកទៅកាន់គាត់យកតែម្ដងក្នុងចិត្តហៃម៉ាមិនដឹងជាខឹងគេប៉ុណ្ណាទេតែមិនអាចធ្វើអ្វីគេបាននោះទេរឿងក៏បានកាត់ទៅមួយប្លង់ទៀតហើយនៅពេលនោះយើងក៏បានឃើញពីមនុស្សស្រីម្នាក់ដែលគេកំពុងតែឈរលើបង្គោលនិងបានរាំយ៉ាងស្រស់ស្អាតមែនតើមនុស្សម្នាជាច្រើនគឺបានទស្សនាគេដោយគាំទ្រទៅកាន់រូបគេជាខ្លាំងអញ្ចឹងឈ្មោះរបស់នារីម្នាក់នោះគឺគាត់មានឈ្មោះថា Pop Step និងជាវរៈនារីមួយនៅក្នុងទីក្រុងនេះផងដែរដោយសមត្ថភាពរបស់គាត់ឬក៏ GERG នោះគឺគាត់អាចលោតផ្លាទីបានខ្ពស់អីចឹងអ្នកទាំងអស់គ្នា Pop Step នាងពិតជាមានភាពល្បីល្បាញខ្លាំងមែនតើដោយមនុស្សម្នានឹងគឺបានគាំទ្រទៅកាន់រូបនាងជាខ្លាំងប្រជាប្រិយភាពរបស់នាងនៅក្នុងទីក្រុងមួយនេះគឺពិតជាខ្ពស់ខ្លាំងណាស់ដោយការ perform ឬក៏ការច្រៀងរបស់គាត់គឺពិតជាពិរោះខ្លាំងមែនតើដែលធ្វើឲ្យតួឯកប្រុសរបស់យើងទៅជាហៃម៉ាបើទោះបីជាប្រញាប់យ៉ាងណាក៏នៅតែមើលទៅកាន់នារីម្នាក់នោះនិងភ្លេចថាខ្លួនកំពុងតែប្រញាប់ទៅធ្វើការផងដែរអញ្ចឹងបន្ទាប់ពីមើលអស់រយៈពេល782ម៉ោងក្រោយមកហៃម៉ាក៏បានធ្វើដំណើរចាកចេញពីទីនោះដើម្បីទៅកន្លែងធ្វើការងាររបស់គាត់ប៉ុន្តែរឿងមួយដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះគឺ Pop Step ក៏បានមើលទៅកាន់ហៃម៉ាដូចគ្នារួចនៅពេលដែលគាត់ទៅដល់ហាងនឹងក៏ត្រូវបានមេរបស់គាត់ថាឲ្យគាត់ថែមទៀតនិយាយទៅតួឯកប្រុសរបស់យើងនេះជីវិតរករាក់ម៉ែរករាក់ហើយកំពុងតែនឹងធុញនឹងការស្ដីរបស់មេផងនោះវត្តមានរបស់មនុស្សដែលចង់វាយមកកាន់ខ្លួនក៏បានមកហាងរបស់ខ្លួនថែមទៀតហើយគ្មានតែតួឯកប្រុសរបស់យើងនឹងក៏ត្រូវបានពួកអា3នាក់នឹងចាប់យកមកតែម្ដងនឹងបានធ្វើការគំរាមទៅកាន់តួឯកប្រុសរបស់យើងហើយនឹងបានប្រាប់ទៅកាន់គាត់ថាសមត្ថភាពរបស់យើងនេះគឺហៅថា Spy ឯងកុំឆ្លើយដាក់យើងវើយប្រយ័ត្នយើងវាយកុំផ្លែបដាយើងមើលទៅកាន់ហៃម៉ាក៏មិនអាចធ្វើអ្វីទៅកាន់គេបាននោះទេគាត់គឺជាមនុស្សម្នាក់ដែលមានភាពទន់ខ្សោយខ្លាំងមែនទែនព្រោះតែសមត្ថភាពរបស់គាត់មិនខ្លាំងដូចជាគេកត្តាទាំងអស់នេះក៏បានធ្វើឲ្យអាមួយនោះវាបានចិត្តខ្លាំងមែនទែននិងបានធ្វើការដាក់យកទៅកាន់ហៃម៉ាព្រមទាំងបានបោកពីសម្ដីមើងងាយទៅកាន់ហៃម៉ារបស់យើងថែមទៀតផងនៅពេលយប់ឡើងហៃម៉ាក៏បានដើរទៅផ្ទះទាំងឈឺចិត្តឈឺចាប់តែមិនអាចធ្វើអ្វីបាននោះទេព្រោះតែខ្លួនគឺមិនខ្លា
ខ្លាំងឡើយតែនៅគណៈពេលនោះហៃម៉ាក៏បានបើកនៅទូរបស់គាត់ដែលបង្ហាញឲ្យឃើញនៅពីសម្លៀកបំពាក់របស់ណៃដោយនៅក្នុងយុគនេះហៃម៉ាក៏គាត់ចង់ដើរតួជាណៃហើយអ្នកទាំងអស់គ្នាគឺគាត់ចង់ជួយទៅកាន់ពិភពលោកជួយទៅកាន់មនុស្សម្នានៅក្នុងទីក្រុងគាត់ក៏មានការងាករេផងដែរប៉ុន្តែចិត្តរបស់គាត់នឹងគឺត្រូវបានប្រាប់ដោយណៃយើងឃើញថាការជួយរបស់គាត់នោះមិនមែនជួយសម្រាប់តែការវិលានដើម្បីការពារពិភពលោកឬក៏ការពារប្រជាជនអីនោះទេផ្ទុយទៅវិញគឺគាត់ធ្វើនៅការងារសង្គមតូចតាចអាចជាយកសម្រាប់របស់ចោលជួយថតរូបមនុស្សម្នានៅតាមផ្លូវព្រមទាំងធ្វើការងារសកម្មភាពផ្សេងៗទៀតដែលអាចជួយដល់សង្គមបានរីឯមនុស្សម្នាក៏បាននិយាយអរគុណទៅកាន់ហៃម៉ារបស់យើងប៉ុន្តែគេអរគុណនៅពេលនោះគឺអរគុណនៅក្នុងលក្ខណៈជាណៃដោយពួកគេគិតថានោះគឺជាណៃឯអ្នកទាំងអស់គ្នាយ៉ាងណាក៏បានធ្វើឲ្យហៃម៉ាគាត់មានការសប្បាយចិត្តយកតែមែនតើហើយរកអ្វីព្រាបផ្ទឹមមិនបាននោះឡើយក្រោយពេលដែលហៃម៉ារបស់យើងបានបញ្ចប់បេសកកម្មរបស់គាត់ទៅក៏បានធ្វើដំណើរទៅកាន់ទីកន្លែងមួយនិងបានជួបជាមួយនឹង Pop Step នៅពេលដែលបានឃើញហៃម៉ាគាត់ក៏ថែមទាំងស្គាល់ឈ្មោះរបស់ហៃម៉ារបស់យើងថែមទៀតប៉ុន្តែនៅពេលដែល Pop Step ហៅឈ្មោះរបស់គាត់គឺហៃម៉ាមិនបានសប្បាយចិត្តនោះទេនិងបានឲ្យគាត់នឹងហៅខ្លួនថា Nice Pop Step នាងមិនយល់ទេថាខ្លួនឯងមានសមត្ថភាពដែរប៉ុន្តែហេតុអីបានជាដើរតួធ្វើជាគេមិនព្រមដើរតួធ្វើជាខ្លួនឯងចឹងទៅខ្ញុំមិនខ្វល់នោះទេសំខាន់ណៃគឺជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំមានសង្ឃឹមនៅក្នុងការរស់រាននៅក្នុងពិភពលោកនេះជាបន្តទៀតព្រោះតែហៃម៉ានិយាយរៀបភ្លាវខ្លាំងពេក Pop Step ក៏បានចង់ធ្វើការទះទៅកាន់ហៃម៉ារបស់យើងតែរំពេចនោះគេក៏បានឃើញពីវត្តមានរបស់បរិសុទ្ធទាំង3នាក់ដែលបានចង់ធ្វើការវាយប្រហារទៅកាន់ហៃម៉ាពួកអាទាំង3នាក់នោះវាមកគឺអត់មានគិតអ្វីច្រើននោះទេដែលបានចាប់ទៅកាន់ Pop Step ព្រមទាំងបានធ្វើការនិយាយឌឺដងទៅកាន់នាងសំខាន់ថាឲ្យនាងនឹងគឺប្រៀបបីដូចជាវិលានអញ្ចឹងអ្នកទាំងអស់គ្នាគឺប្រៀបបីដូចជាបិសាចអញ្ចឹងហៃម៉ាក៏បានត្រឹមតែមើលពីសកម្មភាពដែល Pop Step ត្រូវបានគេធ្វើបាបតែប៉ុណ្ណោះប៉ុន្តែគាត់មិនអាចជួយអ្វីទៅកាន់នាងបាននោះទេបេះដូងរបស់គាត់គឺពិតជាចង់ជួយទៅកាន់នាងខ្លាំងណាស់ប៉ុន្តែក៏បានប្រាប់មកកាន់គាត់ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការជួយទៅកាន់នាងនោះទេជាពិសេសនោះក៏ត្រូវបានបរិសុទ្ធទាំង3នាក់នោះធ្វើការសម្លុតទៅកាន់តួឯកប្រុសរបស់យើងដូចជាហៃម៉ាធ្វើឲ្យហៃម៉ានឹងគឺកាន់តែទៅថែមទៀតហើយមែនតើអ្វីរឿងគេដែរមិនឯងត្រូវខ្វល់វិញហៃម៉ាដើរបានប្រមាណជំហានចិត្តគំនិតរបស់ណៃក៏បានលេចឡើងនៅចំពោះមុខរបស់គាត់ដោយបានធ្វើឲ្យគាត់នឹងក៏សម្រេចចិត្តបកក្រោយឡើងមកវិញព្រមទាំងពោពេញទៅដោយធម៌ពលនៅក្នុងការប្រយុទ្ធដើម្បីជួយទៅកាន់ Pop Step ឬគាត់ក៏បាននិយាយជាមួយនឹងខ្លួនឯងដោយភាពម៉ឺងម៉ាត់ថាខ្ញុំគឺមិនអាចចាក់ចេញពីមនុស្សដែលកំពុងតែជួបបញ្ហាបាននោះទេបើទោះបីជាឆន្ទៈរបស់តួឯកប្រុសរបស់យើងជាហៃម៉ាមានខ្ពស់យ៉ាងណាក៏ដោយប៉ុន្តែសមត្ថភាពរបស់គាត់មិនខ្ពស់ដូចជាឆន្ទៈនោះទេដែលត្រូវបានពួកគេទាំង3នាក់នោះធ្វើការវាយប្រហារទៅកាន់រូបគាត់ជាខ្លាំងហៃម៉ានៅពេលនេះគាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយបរិមអ្នកនេះក៏ចង់សម្លាប់ទៅកាន់ហៃម៉ារបស់យើងតែម្ដងសកម្មភាពរបស់បរិមអ្នកនោះក៏ត្រូវបានកាត់ផ្ដាច់ភ្លាមៗដោយសារតែមានបរិមម្នាក់ទៀតនឹងក៏បានហក់ពីលើដំបូលអគារព្រមទាំងបានបុកជាមួយនឹងសម្រាប់ដែលមាននៅទីនោះយ៉ាងណាក្ដីយើងមើលទៅកាន់មៀតបរិមអ្នកនោះគឺពិតជាអស្ចារ្យខ្លាំងណាស់មានរបស់គាត់ដេងយកតែម្ដងបរិមអ្នកនោះនៅពេលដែលបានចូលចំណោទរបស់ខ្លួនហើយក៏មិនបាននិយាយអ្វីច្រើននោះទេនឹងដាក់សម្ដៅទៅកាន់បរិមដែលចង់ធ្វើការសម្លាប់ទៅកាន់ហៃម៉ាតែបរិមដែលចង់សម្លាប់ទៅកាន់ហៃម៉ានឹងគេធ្វើដូចជាអខ្វល់ចឹងឲ្យទៅកាន់បរិមនោះជិះកុំមកចឹងប៉ុន្តែមានណាក៏ត្រូវបានបរិមអ្នកនោះធ្វើស៊ីយកតែម្ដងគ្រប់គ្នាក្រោយពេលដែលបានឃើញពីសមត្ថភាពរបស់បរិមអ្នកនោះហើយពួកគេគឺពិតជាមានការភ្ញាក់ផ្អើលយកតែមែនតែនហើយដែលសូម្បីតែកូនចៅរបស់បរិមទាំងពីរនាក់របស់យើងនឹងក៏ភ័យមិនស្ទើរនោះដែរហើយមានអីទៀតវាសនារបស់ពួកគេទាំងពីរនាក់ហ្នឹងក៏មិនខុសអីពីមេរបស់គេដូចគ្នានឹងត្រូវបានបរិមអ្នកនោះធ្វើការកម្ចាត់ចោលនៅពេលនោះតែម្ដងហើយម៉ាក្រោយពេលដែលបានឃើញបែបនេះក៏ចង់ចាកចេញពីទីនោះផងដែរបើសិនជានៅទៀតគឺមិនកើតនោះទេច្បាស់ជាត្រូវបានបរិមអ្នកនេះសម្លាប់ជាមិនខាននោះទេប៉ុន្តែមានណាខំដើរលបប៉ុណ្ណឹងហើយបរិមអ្នកនោះនៅតែហៅទៅកាន់ហៃម៉ារបស់យើងថែមទៀតដែលធ្វើឲ្យគាត់នឹងកាន់តែភ័យទៀតហើយហៅខ្ញុំទៅអីបងនៅពេលនោះរឿងក៏បានបង្ហាញយើងដឹងថាបរិមដែលបានធ្វើការបដៅទៅកាន់ពួកទាំង3នាក់នោះក៏ចង់ឲ្យចូលឲ្យប្រុសរបស់យើងជាហៃម៉ានឹងចូលមកកាន់ក្រុមរបស់គាត់ដោយក្រុមរបស់គាត់នោះគឺជាក្រុមមួយដែលមានឈ្មោះថា Vigilant គឺជាក្រុមមួយដែលមិនទទួលស្គាល់ពីរាជរដ្ឋាភិបាលនោះទេខិតខំប្រឹងប្រែងប្រើនៅសមត្ថភាពរបស់គេដែលហៅថា Gerg នឹងក្នុងការជួយទៅកាន់មនុស្សម្នានៅក្នុងទីក្រុងមួយនេះហើយម៉ាបើទោះបីជាទទួលបានការអញ្ជើញពីបរិមម្នាក់នោះក៏ដោយក៏គាត់នៅតែមិនព្រមចូលនោះទេដោយគាត់ដឹងថាសមត្ថភាពរបស់គាត់មិនស័ក្តិសមធ្វើជាបេរ៉ាបរោះឡើយយ៉ាងណាក្ដីបរិមម្នាក់នោះនៅតែព្យាយាមបញ្ចូលទៅកាន់តួឯកប្រុសរបស់យើងដែលជាហៃម៉ានឹងនិយាយលើកទឹកចិត្តកាន់គាត់មួយពីដែលធ្វើឲ្យហៃម៉ាក៏សម្រេចចិត្តចូលទៅកាន់ក្រុមមួយនោះដែរទៅព្រោះយើងក៏បានដឹងថាសូម្បីតែ Pop Step នាងក៏នៅក្នុងក្រុមមួយនោះផងដែរឥឡូវតែនិយាយគ្នាយើងក៏បានឃើញថាបរិមម្នាក់នោះក៏នៅតែប្រព្រឹត្តនៅអំពើថោកទាបរបស់ខ្លួនដែលបានធ្វើការចាប់ទៅកាន់ Pop Step និងគំរាមទៅកាន់ពួកគេទាំងពីរនាក់បរិមម្នាក់នោះក៏បាននិយាយទៅកាន់ហៃម៉ារបស់យើងឲ្យចូលប្រយុទ្ធទៅកាន់បរិមម្នាក់នោះទៅធ្វើយ៉ាងណាជួយទៅកាន់ Pop Step ឲ្យបានចិត្តរបស់ហៃម៉ានៅពេលនេះកំពុងតែវល់ហើយដោយគាត់នឹងគឺមានអារម្មណ៍មួយថាភ័យខ្លាចឯចិត្តមួយទៀតចង់ជួយទៅកាន់ Pop Step នៅទីបំផុតហៃម៉ាក៏បានសម្រេចចិត្តជ្រើសរើសនៅជំរើសមួយគឺគាត់ជួយទៅកាន់នារីម្នាក់នោះការសម្រេចចិត្តមួយនេះគឺពិតជាមិនខុសនោះទេហើយដោយសារតែមានជំនួយពីបរិមមេធំរបស់យើងផងក៏អាចកម្ចាត់ទៅកាន់បរិមម្នាក់នោះបានបរិមមេធំក៏ពិតជាពេញចិត្តជាមួយនឹងឆន្ទៈរបស់តួឯកប្រុសរបស់យើងនេះជាហៃម៉ាខ្លាំងយកតែមែនតែនហើយអញ្ចឹង admin សូមប្រើឈ្មោះរបស់បរិមម្នាក់នោះតែម្ដងទៅដោយឈ្មោះរបស់គាត់នោះគឺត្រូវបានគេហៅថា Nukol Duster នៅខណៈពេលនោះ Nukol ក៏បាននិយាយទៅកាន់ហៃម៉ាថាគាត់នឹងព្យាយាមបង្រៀនទៅកាន់តួឯកប្រុសរបស់យើងនេះជាហៃម៉ាព្រោះយ៉ាងណាគាត់មានសមត្ថភាពខ្ពស់នៅក្នុងការក្លាយទៅជាហេរ៉ូម្នាក់និងអាចជួយសង្គ្រោះមនុស្សនៅក្នុងពិភពលោកជាចេញពីការវាយប្រហាររបស់ពួកវិលានទាំងឡាយរឿងក៏បានកាត់ទៅពេលបន្ទាប់ហៃម៉ារបស់យើងក៏មានអាយុ19ឆ្នាំអ្នកទាំងអស់គ្នាហៃម៉ារបស់យើងក៏ដូចជា
ជាមិនចាប់អារម្មណ៍នោះទេនឹងបានដេញទៅកាន់បរិមម្នាក់នោះថែមទៀតថាឲ្យចេញទៅនេះគឺជាផ្ទះរបស់គេគឺគាត់មិនចូលចិត្តភាពអញ្ញៃអីចឹងទេប៉ុន្តែគ្មានទេនូខលមិនបានខ្វាយខ្វល់ពីសម្ដីរបស់ហៃម៉ាឡើយហើយគាត់ក៏បានទៅបើកទូដែលមាននៅក្នុងផ្ទះរបស់ហៃម៉ានឹងបានឃើញថាហៃម៉ានឹងអាយុទៅតែ19ឆ្នាំនោះទេប៉ុន្តែនៅក្នុងទូថែមទាំងមានស្រាថែមទៀតតាមមើលពួកទាំង3នាក់នេះវិញខណៈពេលដែលពួកគេទាំង3នាក់កំពុងតែដើរតាមផ្លូវកូនចៅរបស់បរិមម្នាក់នោះក៏បាននិយាយទៅកាន់គាត់ថាមិនគួរណាទៅបៀតបៀនទៅកាន់បរិមម្នាក់ដែលបានធ្វើការព្រីប្រហារយើងទៀតនោះទេចវាយអំឡុងពេលដែលពួកគេទាំង3នាក់កំពុងតែដើរតាមផ្លូវបរិមម្នាក់ក៏បានលេចឡើងនៅចំពោះមុខរបស់គេនិងបានបង្ហាញនៅរបស់ចំនួន3យ៉ាងឲ្យពួកគេទាំង3នាក់បានឃើញស្រាប់ពេលដែលនូខលក៏បាននិយាយប្រាប់រឿងមួយទៅកាន់ហៃម៉ាទាក់ទងជាមួយនឹងរបស់ទាំង3នោះដូចគ្នាហើយតាមសម្ដីរបស់នូខលយើងក៏បានដឹងថារបស់មួយនោះគឺជារបស់មួយដែលនៅពេលដែលគេចាក់ទៅកាន់មនុស្សទៅនឹងបានធ្វើឲ្យគេខ្លាចខ្លួនទៅជាវិលានទាំងអស់គ្នាធ្វើឲ្យពួកគេខ្លាំងជាងមុនអីអញ្ចឹងទៅហើយនៅពេលនូខលក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងជាហៃម៉ាបន្តទៀតអញ្ចឹងទៅថាគេធ្វើយ៉ាងណានៅក្នុងការកម្ចាត់ទៅកាន់ពួកវិលានទាំងអស់នោះក្នុងការជួយទៅកាន់ប្រជាជនប៉ុន្តែនៅពេលនោះហៃម៉ាក៏បានបកកាយថាអើយធ្វើចឹងមិនកើតបើគេនៅក្នុងពិភពលោកនេះក្រែងមានហេរ៉ូដែលតៃហើយហេរ៉ូទាំងអស់ហ្នឹងគឺសិតតែទទួលស្គាល់ពីរាជរដ្ឋាភិបាលថែមទៀតហើយយើងត្រឹមតែជាហេរ៉ូកាកាហ្នឹងមិនសំណំណាទៅធ្វើរឿងផ្ដេសផ្ដាសបែបនោះទេបើទោះបីជាទទួលបានការនិយាយបែបនោះក៏ដោយប៉ុន្តែនូខលរបស់គាត់គឺមិនបានខ្វាយខ្វល់នោះទេដោយនៅតែប្រកាន់គោលជំហរនៅក្នុងការជួយទៅកាន់មនុស្សលោកដូចគ្នារឿងក៏បានកាត់ទៅពេលបន្ទាប់យើងក៏បានឃើញថាក្រុមវីហ្គលែនរបស់យើងនៅពេលនេះកំពុងតែនៅតាមផ្លូវហើយមូលហេតុដែលពួកគេទាំង3នាក់នៅតាមផ្លូវបែបនេះក៏ដោយសារតែនូខលក៏បានដឹងនៅរឿងមួយមានមនុស្សម្នាក់នឹងមាននៅរបស់ពួកឲ្យមនុស្សខ្លាចទៅជាវីលែនបាននៅទាំងអស់គ្នាស្របពេលដែលពួកគេទាំង3នាក់កំពុងតែនិយាយគ្នានោះមានបរិមម្នាក់ដើរមកកាន់ទីនោះព្រមទាំងជាមួយនឹងកបោបមួយដែលគួរឲ្យសង្ស័យខ្លាំងមែនតើហើយនូខលនៅពេលដែលបានឃើញបែបហ្នឹងហើយក៏ចាំយូរនៅទេនឹងបានធ្វើការទៅសួរទៅកាន់បរិមម្នាក់នោះតែម្ដងហើយសួរនឹងសួរបែបកំហឹងណាទាំងអស់គ្នាដែលបានធ្វើឲ្យហៃម៉ារបស់យើងដែលជាមនុស្សត្រឹមត្រូវក៏បាននិយាយស្ដីឲ្យទៅកាន់នូខលយើងមើលទៅកាន់បរិមម្នាក់នេះគឺត្រឹមតែជាមនុស្សធម្មតាប៉ុណ្ណោះគាត់គ្រាន់តែជាអ្នកធ្វើការមួយរូបនៅក្នុង office តែប៉ុណ្ណោះមិនគួរណាចោទគាត់បែបនេះនោះទេនូខលបកាយគ្នាសុកក៏បានធ្វើឲ្យកបោបរបស់បរិមម្នាក់នោះក៏បានធ្លាក់ទៅនឹងដីហើយក៏បានខ្ទាតចេញនៅរបស់ចំនួន3យ៉ាងប៉ុន្តែមើលទៅគឺគ្រាន់តែជារបស់របរក្មេងលេងតែប៉ុណ្ណោះកត្តាទាំងអស់នេះបានធ្វើឲ្យហៃម៉ារបស់យើងក៏កាន់តែទុកចិត្តនិងជឿទៅកាន់បរិមម្នាក់នោះថាគេគឺពិតជាមិនមែនជាមនុស្សដែលនូខលចង់តាមរកនោះទេព្រះនូខលរបស់យើងមកទោះបីជាបែបនេះក្តីក៏នៅតែមិនអស់ចិត្តនិងជឿទៅកាន់ 100% ថាបរិមម្នាក់នោះហើយគឺជាមនុស្សដែលគាត់ចង់តាមរកព្រោះគាត់ក៏ចង់ធ្វើការវិប្រហារទៅកាន់បរិមម្នាក់នោះប៉ុន្តែក៏ត្រូវបានបរិមម្នាក់ទៀតមកខកគាត់ទាន់ពេលវេលាដោយកើករបស់គាត់នឹងគឺគាត់អាចប្រើនៅខ្សែរបស់គាត់ក្នុងការទប់ស្កាត់ទៅកាន់គូសត្រូវព្រមទាំងវិប្រហារបានផងដែរឬយើងក៏មិនទាន់ដឹងថាបរិមម្នាក់នោះគឺជាពីណាគេឲ្យប្រកាសនោះទេតើគាត់មានសមត្ថភាពខ្លាំងនៅកម្រិតណាទៅយើងនឹងបានឃើញនៅភាព2ជាបន្តទៀតប៉ុន្តែពេលនេះគឺ admin សូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ដោយដែល admin បាននិយាយដែរអញ្ចឹងកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងព្រោះវាគឺជាកម្លាំងចិត្តមួយនៅក្នុងការឲ្យ admin ចេញរឿងឲ្យចែកជូនអ្នកទាំងអស់គ្នាទស្សនាទៀតហើយអញ្ចឹង admin មានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នានិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀត